បាទសូមគោរពនិងជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់បាទដែលនិយមគាំទ្រនៅ Channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំមានវីដេអូមួយបាទដែលជាវីដេអូឆ្លើយតបជាមួយនឹង comment បង ក៏ដូចជាវីដេអូដែលបងឆាតសួរតាម Facebook តាម Telegram បាទក៏សួរថាទូទឹកកកហ្នឹងវាឆក់បាទប្រភេទ LG 202តើវាឆក់ដោយសារអ្វីអញ្ចឹងឲ្យខ្ញុំធ្វើការបកស្រាយហើយកប់ពេលអីចំពេលដែលខ្ញុំកំពុងតែទទួលជួសជុលទូទឹកកកប្រភេទ202បាទវាមានអាការៈឆក់ដូចដែលបងចង់ដឹងដើម្បីឲ្យខ្ញុំធ្វើការបកស្រាយដែលជាចម្ងល់របស់គាត់អញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំបាទសូមស្រាយចម្ងល់ក៏ដូចជាឆ្លើយនៅចម្លើយរបស់បងដែលគាត់ឆាតមកតាម Facebook ក៏ដូចជាតាម Telegram ពី3នាក់ដែរបាទហើយចំពោះការឆក់ទៅលើទូទឹកកកប្រភេទ LG 202នេះគឺទី1បាទវាអាចមានបញ្ហាទៅលើបាទ resistance កាត់តកដោយសារតែប្រភេទ resistance កាត់តកវានៅជាប់ជាមួយនឹងកញ្ឆែងត្រជាក់ហើយវាក៏ជាប្រភេទបាទតួខ្លួនរបស់វាដែកអញ្ចឹងកាលណាមានប្រេះបាទឬមួយក៏ប្រេះហើយទឹកវាជ្រាបចូលបាទធ្វើឲ្យចរន្តវាជ្រាបមកកញ្ឆែងអេវ៉ាអញ្ចឹងធ្វើឲ្យមានការឆក់បាទប្រភេទទូខ្លះវាឆក់ខ្លាំងអញ្ចឹងទៅបាទប្រភេទទូខ្លះវាឆក់តិចបាទហើយប្រភេទទូខ្លះឆក់តិចបងអាចត្រឡប់ឌុយបាទអាចត្រឡប់ឌុយទៅគឺអាចប្រើប្រាស់បានមួយរយៈវិញអញ្ចឹងដែរអញ្ចឹងណាបាទហើយប្រភេទ compressor ក៏វាធ្វើឲ្យទូនឹងឆក់បានដែរដោយវាឆ្លងរបុំខាងក្នុងឥឡូវដូចជាទូដែលខ្ញុំកំពុងតែលើកយកមកបង្ហាញនេះបាទគឺវាមានបញ្ហាឆ្លងរបុំបាទរបស់ compressor បាទនេះគឺ0.75អញ្ចឹងវាឆ្លងរបុំហើយបាទអញ្ចឹងយើងធ្វើការវាស់វែងវាជាមួយនឹងប្រភេទនាឡិកា digital ឬមួយក៏ប្រភេទ analog បាទតាមដែលបងប្អូនចេះបាទអញ្ចឹងឥឡូវនេះខ្ញុំវាស់ឲ្យបងប្អូនមើលអស់គ្នាអញ្ចឹងក្លីបគឺខ្ញុំកាច់មកបាទផ្នែកខាងម៉ែត្រខាងគីឡូអូមបាទជាស្រ័យផងនិយាយរឿងខុសអញ្ចឹងយើងដាក់មកខាងជាប់ជាមួយនឹងតួទៅបាទខ្ញុំដៃមកខាងគឺពិបាកបន្តិចលោកហ្នឹងណាបាទយើងដាក់ជាប់ជាមួយនឹងតួទៅហើយមកខាងទៀតយើងយកមកដាក់ជាមួយនឹងបង្គោលរបស់របុំបាទដាក់ទៅឃើញថាវាឡើងបាទ20គីឡូ30គីឡូបាទគ្រប់ជើងរបុំតែម្ដងបាទអញ្ចឹងធ្វើឲ្យទូនេះឆក់បាទអញ្ចឹងយើងត្រូវការធ្វើការផ្លាស់ប្ដូរទៅលើ compressor អញ្ចឹង compressor 0.75 នេះគឺវាឆ្លងរបុំហើយបាទតែវាឆ្លងហ្នឹងវាអត់តន់ជាសម្លេងកញ្ចែទេបើសិនជាយើងវាស់ជាសម្លេងកញ្ចែណាបាទគឺអត់តន់ឆ្លងជាសម្លេងកញ្ចែទេប៉ុន្តែវាឆក់មកល្មមមកភ្ញាក់បាទយើងវាស់ជាសម្លេងកញ្ចែគឺអត់មានសម្លេងកញ្ចែទេបាទគឺស្ងាត់អញ្ចឹងណាប៉ុន្តែយើងវាស់ជាគីឡូអូមគឺវាមានឡើងតម្លៃគីឡូអញ្ចឹងយើងវាស់ប្រៀបធៀបមកលើ compressor ដែលមិនឆ្លងបាទនេះគឺជា compressor Hitachi បាទដែលខ្ញុំកំពុងតែចង់យកមកជំនួស0.5បាទតែ compressor នេះមើលទៅដូចឡើងប្រេងបាទតេស្តទៅបាទសក់ប្រេងប៉ុន្តែអត់ដឹងថាប្រេងវាពេញខ្លាំងពេកឬមួយក៏វាឡើងប្រេងទេព្រោះខ្ញុំអត់បានត្រួតពិនិត្យមើលបន្ថែមទេប៉ុន្តែឥឡូវនេះគឺខ្ញុំចង់បាទវាស់ថាតើវាឆ្លងរបុំដូច0.5ដែរអត់អញ្ចឹងណាបាទម្នាក់ឯងពិបាកបន្តិចណាអញ្ចឹងយើងចុចមកបាទគីឡូអូមគីឡូអូមហើយយើងវាស់ទៅបាទมันមានឡើងទេឃើញទេបាទមានឡើងទេបាទទាំង3របុំទាំង3បង្គោលគឺអត់ឡើងទេបាទអញ្ចឹងឃើញថា compressor Hitachi នេះគឺវាអត់ឆ្លងទេហើយឥឡូវនេះខ្ញុំកំពុងតែចង់យក compressor Hitachi នេះដាក់ចូលទៅក្នុងទូទឹកកក LG នេះបាទហើយបងប្អូនខ្លះគាត់មានចម្ងល់ថាដាក់បានដែរឬអត់បាទប្រភេទ compressor DC គឺប្រភេទច្រើនវាដំណើរការភ្លើង
វា C គឺ240 វ៉ុល DC បាទដាក់បានមិនបានសំខាន់យើងស្គាល់បាទពីរបំមួយណាជារបំ UV W បាទរបំណាជើងណាជាជើង U បាទជើងណាជាជើង V ជើងណាជាជើង W អញ្ចឹងណាកាលណាយើងស្គាល់ជើងនឹងហើយគឺយើងអាចជំនួសបានហើយសួរថាយើងវាស់ដឹងអត់ថាខ្ញុំមិនដែលវាស់ដឹងទេបាទគឺខ្ញុំមើលទៅលើអក្សរនៅលើជើងបាទជើងស្នាប់ដែលវាមានដាក់ថា UVW ហើយយើងយកផ្ទៀងផ្ទាត់ជាមួយនឹង bot បាទជាមួយនឹង bot Hitachi ហើយនឹងខ្សែស្នាប់របស់ Hitachi បាទហ្នឹងយើងអាចធ្វើការដឹងវាដោយរបៀបហ្នឹងណាតែបើយើងវាស់បង្គោលគឺយើងអត់ដឹងទេព្រោះខ្ញុំវាស់អត់ដឹងទេតែបើមានបងប្អូនណាដឹងជួយប្រាប់ផងដោយសារតែកាលណាយើងវាស់នៅលើជើងរបំរបស់វាទាំង3នេះគឺតម្លៃវាស្មើគ្នាអញ្ចឹងយើងពិបាកដឹងអញ្ចឹងណាបាទតែបើសិនជាមានបងប្អូនណាដឹងជួយប្រាប់ផងហ្នឹងហើយប៉ុន្តែខ្ញុំមានវិធីមួយបាទដើម្បីឲ្យយើងងាយដឹងបាទងាយស្រួលក្នុងការដឹងថា compressor ហ្នឹងជាប្រភេទជើង UVW ក្នុងជើងមួយណាខ្ញុំមានវិធីអញ្ចឹងវិធីនេះខ្ញុំនឹងចេញវីដេអូនៅថ្ងៃក្រោយទៀតបាទតែវីដេអូនេះគឺខ្ញុំមកបង្ហាញថាទូទឹកកកដែលវាមានអាការៈឆក់ទី1គឺយើងត្រួតពិនិត្យទៅលើ resistance កាត់តកដោយសារតែ resistance កាត់តកវាជាប្រភេទដែកបាទជួនកាលវាអាចនឹងចាស់វាអាចនឹងប្រេះអញ្ចឹងធ្វើឲ្យទឹកនឹងជ្រាបចូលធ្វើឲ្យចរន្តជ្រាបមកអេវ៉ាបាទកញ្ឆែងត្រជាក់ហើយកាលណាវាមកប៉ះជាមួយនឹងកញ្ឆែងត្រជាក់គឺវាឆក់ហើយណាបាទពេលខ្លះវាឆក់ខ្លាំងពេលខ្លះវាឆក់តិចអញ្ចឹងណាបាទតាមចរន្តដែលវាជ្រាបអញ្ចឹងណាបាទចរន្តខ្លះវា direct ចរន្តខ្លះវាជ្រាបមកតាមទឹកតិចអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទហើយទី2គឺបញ្ហាមកលើ compressor ដូចជា compressor នេះសោតដែលខ្ញុំកំពុងតែជួបប្រទះហើយចំជាមួយនឹងសំណួរដែលបងកំពុងឲ្យខ្ញុំធ្វើការឆ្លើយតបបាទគឺជួនគ្នាល្អណាស់បាទអញ្ចឹងខ្ញុំក៏សម្រេចចិត្តថតជាវីដេអូជូនអញ្ចឹងណាហើយចំពោះការរោគរបំ UVW ខ្ញុំនឹងចេញវីដេអូសារក្រោយហើយសួរថាហេតុអីបានជាយើងចាំបាច់ត្រូវការរោគជើង U ជើង V ជើង W បាទគឺវាមានហេតុផលរបស់វាដែលយើងត្រូវរកបើហ្វិនដែលយើងដាក់មិនត្រូវទេគឺយើងប្រើអត់កើតទេអញ្ចឹងបើសិនជាបងប្អូនចង់តាមដានទស្សនាវីដេអូពីរបៀបរកជើង UVW បាទចាំមើលវីដេអូក្រោយបាទឥឡូវវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណជម្រាបលា